ប្រជាជាតិដើម្បីបរិស្ថានសន្យាជួយលើការគ្រប់គ្រងធនធានធម្មជាតិនិងការប្រែប្រួលអាកាសធាតុនៅកម្ពុជាភ្នំពេញអង្គការសហប្រជាជាតិដើម្បីបរិស្ថានបានសន្យាបន្តនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែលការគ្រប់គ្រងធនធានធម្មជាតិការកាត់បន្ថយការបំពុលនិងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុយោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថានចេញផ្សាយនៅថ្ងៃទី06ខែឧសភាឆ្នាំ2026បានឲ្យដឹងថាការប្រកាសនេះធ្វើឡើងដោយលោកស្រី Dechen Sering នាយកនិងជាតំណាងអង្គការ UNEP ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីមកឱកាសអញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតអៀង សុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជានៅទីស្តីការក្រសួងបរិស្ថានយោងតាមប្រភពដដែលលោកស្រី Dechen Sering បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាង UNEP និងក្រសួងបរិស្ថានកម្ពុជាជាពិសេសលើការអនុវត្តសកម្មភាពកាត់បន្ថយផ្លាស្ទិកការគ្រប់គ្រងការបំពុលបរិស្ថានការការពារនិងអភិរក្សមានធម្មជាតិនិងសត្វព្រៃព្រមទាំងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុក្នុងឱកាសនោះឯកឧត្តមបណ្ឌិតអៀង សុផាឡែតបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ UNEP ដែលបានចូលរួមចំណែកការពារនិងអភិរក្សបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជាឯកឧត្តមបានបញ្ជាក់ថាក្រសួងបរិស្ថាននិង UNEP នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគុណភាពខ្យល់និងសារធាតុគីមីការអភិរក្សជីវៈចម្រុះនិងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុយោងតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅកម្ពុជាកំពុងទទួលបានជោគជ័យដោយមានប្រជាពលរដ្ឋជាង14លាននាក់បានចូលរួមបដិញ្ញាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកក៏ជាបណ្ដាឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថាក្រសួងបរិស្ថានបានដាក់ចេញវិធានការនិងយុទ្ធនាការជាច្រើនដើម្បីទប់ស្កាត់ការបំពុលបរិស្ថានក្នុងទឹកលើដីនិងលើមេឃព្រមទាំងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់សហគមន៍តំបន់ការពារធម្មជាតិប្រភពដដែលបានបន្ថែមថាកិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងផ្ដោតលើការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋានតាមរយៈការផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិជាមួយការអភិវឌ្ឍអេកូទេសចរណ៍និងការគ្រប់គ្រងតំបន់ការពារធម្មជាតិដើម្បីជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្រសួងបរិស្ថានបានបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបានអព្យាក្រឹតកាបូននិងការអភិវឌ្ឍប្រកបដោយចីរភាព